តែដូចខ្ញុំជម្រាបប្រាប់ពុកម៉ែបងប្អូនអញ្ចឹងរបស់ល្អមិនមែនថាល្អទាំងអស់ទេបាទសិតតែរបស់គេប្រើហើយទាំងអស់ដែលគេហៅថារបស់second hand អញ្ចឹងណាពុកម៉ែបងប្អូនហើយវិញថ្ងៃពុធនេះក៏អត់សូវមានគេមកលក់ច្រើនដែរអញ្ចឹងកន្លែងគេលក់នេះប្រហែលជាគេថ្ងៃសៅរ៍បាទថ្ងៃសៅរ៍គឺមនុស្សច្រើនមកលក់ច្រើនបាទពុកម៉ែបងប្អូនឃើញតែគេចហមានឡានចូលមកលក់អញ្ចឹងគឺអត់សូវមានទេហ្នឹងហើយគឺអត់សូវមានគេមកលក់ប៉ុន្មានទេព្រោះអីវាអស់ហ្នឹងហើយដូចចេះអីហ្នឹងពុកម៉ែបងប្អូនយើងមើលទៅជារបស់ដែលគេអ្នកខ្លះគេគិតថាប្រើហើយអញ្ចឹងណាគេអត់ចង់យកទៅទិញយកទៅប្រើអីចឹងទេណាតែមើលទៅវាស្អាតផាសគេដែរពុកម៉ែបងប្អូនហ្នឹងហើយបើយើងមិនខ្លាចថាមើលទៅមានពពួកដែលគេធ្វើបាបពពួកមានព្រលឹងដែលគាត់ចែកឋានចែកអីហ្នឹងបើយើងមិនខ្លាចទេយើងក៏ទិញយកទៅប្រើទៅពុកម៉ែបងប្អូនណែនេះសម្រាប់គេចែកទូណាហើយបើយើងមិនខ្លាចយើងទិញយកទៅប្រើទៅណាពុកម៉ែបងប្អូនតែបើសិនជាយើងអ្នកមានជំនឿយើងកុំទិញបាទយើងទៅទិញរបស់ដែលថ្មីយកមកដាក់ផ្ទះមកចូលផ្ទះយើងទៅណាហើយបើយើងអ្នកមិនជឿនៅអញ្ចឹងទេយើងកុំទិញយកទៅដាក់ហ្នឹងហើយអាហ្នឹងយើងក៏ចង់ប្រាប់ពុកម៉ែបងប្អូនអញ្ចឹងណាមកដោយអាកៅចេះអាហ្នឹងយើងអាចទិញយកទៅដាក់នៅសួនច្បារសួនអីយើងណាក៏តែបើយើងទិញថ្មីដូចខ្ញុំនិយាយអញ្ចឹងណាហ្នឹងហើយអូខេណាពុកម៉ែបងប្អូនឃើញហ្នឹងហើយអញ្ចឹងអ្វីក៏ដោយនៅទីនេះគឺសិតតាជារបស់ដែលគេប្រើហើយទាំងអស់ហ្នឹងហើយរបស់ដែលគេប្រើហើយទាំងអស់ហើយនឹងអ្នកខ្លះចានេះថ្មីផាសគេរបស់ដែលគេប្រើហើយទាំងអស់ហ្នឹងគឺគេយកមកលក់នៅទីនេះបាទហើយដូចខ្ញុំជម្រាបប្រាប់ពុកម៉ែបងប្អូនអញ្ចឹងរបស់ដែលគេប្រើហើយហ្នឹងគឺគេខ្លាចណាស់បើអ្នកដែលគេមុំគេអត់ទិញទេហ្នឹងហើយគេអត់ទិញយកទៅប្រើទេដោយសារគេខ្លាចមានព្រលឹងផ្សេងមកតាមយីគេហ្នឹងហើយអញ្ចឹងគឺគេអត់មកប្រឡូកប្រឡាក់មកទិញទេបាទហ្នឹងហើយតែបើសិនជាអ្នកមិនជឿគឺគេនៅតែទិញបាទទិញយកមកពាក់អញ្ចឹងណាដូចយើងនៅស្រុកខ្មែរអញ្ចឹងយើងទិញអាវកញ្ជុះទិញអីហ្នឹងឃើញហ្នឹងហើយយើងទិញអាវកញ្ជុះទិញអីហ្នឹងគឺមកកណោកោដីបាទអាហ្នឹងជាការប៉ັດអញ្ចឹងដូចខ្ញុំថាពីខ្ញុំមកដល់ប្រទេសអូស្ត្រាលីមុនដំបូងខ្ញុំក៏ដើររើសយករបស់ដែលគេចោលដែរហ្នឹងហើយក៏ប៉ុន្តែខ្ញុំបាត់ដឹងថានៅក្នុងផ្ទះដែលគេចោលហ្នឹងគឺគេបោះចោលហ្នឹងគឺបងប្អូនឬសាច់ញាតិគេស្ដាប់អីយើងក៏ដឹងដែរគឺយើងរើសយកមកប្រើដូចគេដូចឯងអញ្ចឹងកាលពីយើងមកដល់ប្រទេសអូស្ត្រាលីមុនដំបូងណាពុកម៉ែបងប្អូនតែដល់ពេលក្រោយមកទៀតហ្នឹងគឺអត់តែមកទិញមកអីទៀតទេហ្នឹងហើយព្រោះអីប្រពន្ធរបស់ខ្ញុំគាត់អត់ឲ្យខ្ញុំទិញណាពុកម៉ែបងប្អូនហ្នឹងហើយអត់ឲ្យខ្ញុំទិញទេអញ្ចឹងគឺខ្ញុំអត់ទិញយកមកប្រើទៀតហ្នឹងហើយពុកម៉ែបងប្អូនត្រូវដឹងថារបស់អស់នេះគឺគេហៅថាគេហេតុអីក៏គេមានច្រើនគេទិញតដែរគេទៅទិញកន្លែងគេលក់ការ៉ាចសែលអញ្ចឹងគេទិញអាហ្នឹងគេយកមកលក់នេះអញ្ចឹងណាពុកម៉ែបងប្អូនបាទអានេះល្អប៉ះគេនេះហ្នឹងហើយ
កុំបងប្អូនណាឃើញទេគឺមានច្រើនហ្នឹងហើយមិនមែនតិចទេហ្នឹងហើយអូខេពុកម៉ែបងប្អូនឥឡូវហ្នឹងវីដេអូខ្ញុំក៏ដល់ទីបញ្ចប់ហើយខ្ញុំសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយពុកម៉ែបងប្អូនណាបាទអានេះល្អ